ជាសត្វឆ្កែត្រូវបានគេស្គាល់ថាជាមិត្តដ៏ស្មោះត្រង់របស់មនុស្សក៏ដោយប៉ុន្តែក្នុងវប្បធម៌និងជំនឿបុរាណជាច្រើនវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីស្លាប់និងពិភពវិញ្ញាណផងដែរនៅក្នុងអារីធរអេស៊ីបក្រិកឥណ្ឌានិងមិចស៊ីកសត្វឆ្កែត្រូវបានគេចាត់ទុកថាជាអ្នកការពារឬអ្នកនាំផ្លូវព្រលឹងទៅកាន់ពិភពបន្ទាប់ពីស្លាប់ជាពិសេសក្នុងវប្បធម៌Aztec សត្វឆ្កែគ្មានរោមប្រភេទ Coatlicue ត្រូវបានគេជឿថាមានតួនាទីជួយដឹកនាំព្រលឹងអ្នកស្លាប់ឲ្យឆ្លងកាត់ដំណើរទៅកាន់ជីវិតក្រោយសេចក្តីស្លាប់ដោយសារតែជំនឿនេះវាក៏បានក្លាយជានិមិត្តរូបដ៏សំខាន់មួយនៃទិវា Day of the Dead នៅប្រទេសមិចស៊ីកផងដែរចំណុចគួរឲ្យចាប់អារម្មណ៍ទោះបីជាឆ្កែត្រូវបានភ្ជាប់ជាមួយសេចក្តីស្លាប់ក្នុងជំនឿបុរាណមួយចំនួនក៏ដោយប៉ុន្តែវាតែងតែត្រូវបានចាត់ទុកថាជាអ្នកការពារនិងគុទេសដ៏ស្មោះត្រង់សម្រាប់ព្រលឹងមិនមែនជានិមិត្តរូបនៃអំពើអាក្រក់នោះទេ